សំលៀកបំពាក់អាពាហ៍ពិពាហ៍នេះនៅក្នុងពិធីសម្អាងកេសាបង្ហាញជូនដោយលោកយូឌីស្កូនេះគឺជាសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងពិធីសុំកាត់ផ្កាស្លាបង្ហាញជូនដោយលោកសៃសេរ៉ានេះគឺជាសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងពិធីហែផ្កាស្លាបើក្របងជ័យនិងក្រុងពីលីបង្ហាញជូនដោយលោករឹមហាក់ហេងនេះគឺជាសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងពិធីសូត្រមន្តដែលស្លៀកសំឡុយបង្ហាញជូនដោយលោកវ៉ាន់សេឡានិងកញ្ញាសូពេជ្រវលាអាវសូត្រមន្តកូនក្រមុំរចនាម៉ូដដោយលោកសូណែនកាត់ដេរនេះគឺជាសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងពិធីសូត្រមន្តបង្ហាញជូនដោយលោកខេងរតនៈនិងកញ្ញាឈិនមនីនាថនៅក្នុងពិធីសូត្រមន្តកូនក្រមុំអាចស្លៀកសម្លៀកបំពាក់ជាសំពត់សំឡុយក៏បានជាសំពត់ចងក្បិនក៏បានសម្រាប់អាវកូនក្រមុំនេះគឺឆ្នៃម៉ូដរចនាដោយលោកសូណែនកាត់ដេរសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងពិធីគួចចំណងដៃតូចបង្ហាញជូនដោយលោកសំសារីនិងកញ្ញានូណាស្បែកផ្ទឹមរបស់កូនក្រមុំប៉ាក់ដោយដៃដោយលោកសូណែនកាត់ដេរសម្លៀកបំពាក់អាពាហ៍ពិពាហ៍ជាបន្តគឺស្ថិតនៅក្នុងពិធីជាវខាន់ស្លាដែលបង្ហាញជូនដោយលោករឹកធីនីនិងកញ្ញាអឿនរ៉ូសាបំពាក់អាពាហ៍ពិពាហ៍ក្នុងពិធីបុកល័ក្ខដំបូងនេះបង្ហាញជូនដោយលោកនួនបញ្ញរិទ្ធនិងកញ្ញាខឿនប៉ូលីកាសម្លៀកបំ
ពេអាពាហ៍ពិពាហ៍ក្នុងពិធីបុកលក្ខជាបន្ទាប់នេះបង្ហាញជូនដោយកញ្ញាសានកុសុមាសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងពិធីហែកំណត់បង្ហាញជូនដោយលោកអ៊ុនសុធានិងអ្នកនាងដូចលីដានេះជាសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងពិធីកាត់សក់បង្កក់សេរីបង្ហាញជូនដោយលោកប៉ែនភ័ក្រសុធារិទ្ធនិងអ្នកនាងសារាយសក្ខេណាអាវកូនក្រមុំរចនាម៉ូដដោយសូណាមកាត់ដេកម្មវិធីលាងជើងឲ្យកូនប្រុសគឺជាកម្មវិធីទី14នៃក្បួនរៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើងយោងតាមឯកសារក្បួនអាពាហ៍ពិពាហ៍មង្គលការខេមរៈជាតិយោងតាមឯកសារអាពាហ៍ពិពាហ៍ខ្មែរវគ្គ2យោងតាមឯកសារក្បួនអាពាហ៍ពិពាហ៍ឧត្តមព្រីជាចាប់ពិនយោងតាមឯកសារក្បួនអាពាហ៍ពិពាហ៍អ្នកអង្គការមហាមន្ត្រីញឹកនៅនិងមានឯកសារជាច្រើនទៀតបាននិយាយថាកូនកំឡោះមុនឡើងទៅផ្ទឹមនៅក្នុងពិធីមង្គលការត្រូវលាងសម្អាតជើងឲ្យបានស្អាតហើយការលាងជើងឲ្យកូនប្រុសពីដើមគេនិយមយកក្មេងប្រុសឬក្មេងស្រីដែលជាញាតិខាងប្រុសឬខាងស្រីមកលាងជើងឲ្យកូនកំឡោះពេលលាងជើងហើយក្មេងស្រីបានហុចស្លាមួយម៉ាត់ដែលកូនក្រមុំបានបៀកទុកឲ្យកូនកំឡោះទទួលស្លាមកទទួលទានរួចហុចថង់ប្រាក់ជាប់នឹងខ្លួនទៅឲ្យក្មេងនោះបន្ទាប់មកក្មេងស្រីបានដឹកដៃកូនប្រុសឡើងជណ្ដើរទៅគាត់បកគលជើងពៀនមួយដោយមានកសែសសូត្រនៅលើជើងពៀននោះផងគាត់ថាយកកសែនេះទៅជ្រលក់ទឹកលាងជើងបងថ្លៃឯងទៅខ្ញុំក៏ធ្វើតាមរួចហើយគាត់ថាឲ្យបើកកសែនោះមើលខ្ញុំបើកទៅតាមការប្រាប់របស់គាត់ក៏ឃើញមលូស្លាដែលបៀកហើយស្រេចហ្នឹងចប់អិចមកក្នុងលក្ខណៈមួយម៉ាត់រួចហើយគាត់ថាឲ្យបើកមើលពីក្រោមកសែទៀតក៏ឃើញមានលុយដែលមានរូបស្រីខ្មែរស្រីឡាវនិងស្រីវៀតណាមបានន័យថាលុយចាយអាំដូស៊ីនកាលនោះក៏យកលុយមកដាក់កប៉ៅរួចហើយក៏យកកសែសសូត្រហ្នឹងទៅជ្រលក់ទឹកដើម្បីលាងជើងសម្អាតឲ្យបងថ្លៃលុះធំពេញវ័យមកធ្វើការសិក្សាស្រាវជ្រាវទៅក៏ដឹងថាការជូតសម្អាតលាងជើងឲ្យកូនប្រុសនេះដើម្បីជំរះមន្ទិលម៉ងសៅទាំងឡាយនិយាយរួមគឺគ្រឿងអពមង្គលដែលកូនប្រុសបានធ្វើកន្លងមកមុននឹងរៀបអាពាហ៍ពិពាហ៍ cho la thế năm
បីរបស់កូនក្រមុំជាការរចនារំលេចដោយស្រកានាគគឺរចនាដោយលោកសូណែមសំអាងតា យើងមើលឃើញថាតាំងពីបរមបុរាណកាលមកនៅក្នុងពិធីនានានៃពិធីមង្គលការឬក៏អាពាហ៍ពិពាហ៍កូនក្រមុំតែងនៅខាងស្ដាំកូនកំឡោះលុះដល់ពិធីក្រាបផ្ទឹមទើបកូនក្រមុំមកខាងឆ្វេងដៃកូនកំឡោះវិញ សូមអរគុណដល់សិល្បករសិល្បករនីទាំងអស់ដែលបានបង្ហាញអំពីសម្លៀកបំពាក់អាពាហ៍ពិពាហ៍មកគ្រប់សម័យកាលតាំងពីកេសាររហូតដល់ព្រះថោងតោងស្បៃដែលរចនាដោយសម្អាងការរាជិនីសូមអរគុណ